ក្រុមហ៊ុនកែច្នៃផលិតផលភេសជ្ជៈលក្ខណៈអន្តរជាតិរបស់កាណាដាកំពុងស្វែងរកលទ្ធភាពមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាដើម្បីផ្គត់ផ្គង់នៅក្នុងតំបន់សហគ្រាសផលិតទឹកផ្លែឈើរបស់សម្ព័ន្ធ Lely Hong Holding Group ដែលមានមូលដ្ឋាននៅក្នុងទីក្រុងតូរិនតូខេត្តអូតារីយ៉ូប្រទេសកាណាដាបាននឹងកំពុងស្វែងរកលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាដើម្បីផ្គត់ផ្គង់នៅក្នុងតំបន់ការលើកឡើងនេះក្នុងដំណើរទស្សនកិច្ចនៅក្នុងសហគ្រាសផលិតទឹកផ្លែឈើសម្ព័ន្ធ Lely Holding Group ស្វែងយល់អំពីខ្សែសង្វាក់ផលិតកម្មដែលដឹកនាំដោយលោកស៊ុនចន្ទថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍជាតិកម្ពុជារួមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍សមាគមអុកញ៉ាកម្ពុជានៅក្នុងប្រទេសកាណាដាកាលពីថ្ងៃទី29ខែតុលាឆ្នាំ2025នេះលោកលេខជូស៊ីមដែលជាប្រធាននិងនាយកប្រតិបត្តិនៃសម្ព័ន្ធ Lely Holding Group បានបង្ហាញពីចំណាប់អារម្មណ៍នៅក្នុងការវិនិយោគនិងសក្តានុពលសំខាន់នៅកម្ពុជាដោយលោកកំពុងស្វែងរកលទ្ធភាពមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាដើម្បីផ្គត់ផ្គង់នៅក្នុងតំបន់ក្នុងនោះសម្ព័ន្ធ Lely Holding Group កំពុងតែសិក្សាពីលទ្ធភាពក្នុងការវិនិយោគលើវិស័យប្រេងនិងឧស្ម័នសេវាកម្មសុខាភិបាលមជ្ឈមណ្ឌលទទួលស្គាល់សម្រាប់ការនាំចេញឧស្សាហកម្មកែច្នៃម្ហូបអាហារវិស័យភស្តុភារកម្មនិងវិស័យយានយន្តផងដែរឯកឧត្តមស៊ុនចន្ទថុលបានដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងការងារនិងខ្សែសង្វាក់ផលិតកម្មទ្រង់ទ្រាយធំរបស់សហគ្រាសដែលដំណើរការដោយបច្ចេកវិទ្យាទំនើបនិងស្វ័យប្រវត្តិខ្ពស់គណៈប្រតិភូកម្ពុជាដែលធ្វើការស្វែងយល់អំពីការប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងស្តង់ដារគុណភាពអន្តរជាតិនៅក្នុងការកែច្នៃផលិតផលភេសជ្ជៈដែលជាគំរូសម្រាប់ការលើកកម្ពស់វិស័យកែច្នៃម្ហូបអាហារនិងកសិឧស្សាហកម្មនៅកម្ពុជាក្រុមហ៊ុនក៏បានកំពុងតែស្វែងរកលទ្ធភាពនៅក្នុងការបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាដើម្បីផ្គត់ផ្គង់នៅក្នុងតំបន់ផងដែរគួររំលឹកផងដែរថាលោកលីស៊ូស៊ីមដែលជាប្រធាននិងជានាយកប្រតិបត្តិនៃសម្ព័ន្ធ Lely Holding Group ទទួលបានឱកាសឲ្យចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយនឹងសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតកាលពីខែកក្កដាឆ្នាំ2024កន្លងទៅផងដែរ